ដោយសារតែនេះគឺជាប្រភេទម៉ាស៊ីនវាស់សម្ពាធឈាមភាសាខ្មែរម៉ាកនីរ៉នស៊េរីថ្មីអាចសាក់ថ្មដោយទូរស័ព្ទបានអញ្ចឹងយើងចង់បញ្ជាក់ប្រាប់អ៊ំប្រុសអ៊ំស្រីថានៅពេលដែលអ៊ំប្រុសអ៊ំស្រីទទួលបានម៉ាស៊ីននេះហើយសំខាន់បំផុតគឺត្រូវសាក់ថ្មឲ្យពេញសិនចាំចាប់ផ្ដើមប្រើប្រាស់នៅពេលដែលសាក់ថ្មពេញម៉ាស៊ីននឹងលោតពីពណ៌ក្រហមទៅពណ៌បៃតងចំណែកឯការវាស់ស្ទង់វិញគឺអ៊ំប្រុសអ៊ំស្រីអាចវាស់អង្គុយក៏បានឬក៏គេងរាបស្មើក៏បានក៏ប៉ុន្តែខ្ញុំណែនាំឲ្យអ៊ំប្រុសអ៊ំស្រីគេងឲ្យស្មើចុះដើម្បីងាយស្រួលក្នុងការរុំដៃនិងការដាក់ម៉ាស៊ីនឲ្យស្របជាមួយនឹងចង្វាក់បេះដូងរបស់អ៊ំប្រុសអ៊ំស្រីផ្ទាល់ផងដែរសូមយកចិត្តទុកដាក់នៅឲ្យស្ងៀមកុំរើឬជជែកគ្នាពេលនេះម៉ាស៊ីនកំពុងរៀបចំវាស់ស្ទង់សូមប្រាកដថាខ្សែរុំនេះស្ថិតនៅកម្ពស់ស្មើនឹងផ្នែកបេះដូងសូមអរគុណលទ្ធផលនៃការវាស់សម្ពាធឈាមរបស់អ្នកគឺសម្ពាធឈាមខាងលើ128 មីលីម៉ឺត Mercury សម្ពាធឈាមខាងក្រោម88 មីលីម៉ឺត Mercury ចង្វាក់បេះដូងរបស់អ្នកគឺ80លោតក្នុង1នាទីលទ្ធផលនៃការវាស់ស្ទង់គឺធម្មតាអរគុណសម្រាប់ការប្រើប្រាស់សូមជូនពរឲ្យមានសុខភាពល្អ